ហើយសួស្តីគ្នាយើងហ្នឹងហើយដូចគ្នាយើងបានដឹងហើយថាមករយៈក្រោយនេះជំនាញ IT គឺជាជំនាញមួយដែលកំពុងតែពេញនិយមហើយជាជំនាញមួយដែលកំពុងតែមានទីផ្សារខ្លាំងនៅប្រទេសកម្ពុជាយើងរួមទាំងនៅក្នុងពិភពលោកផងដែរពីព្រោះឥឡូវជាយុគសម័យបច្ចេកវិទ្យាអញ្ចឹងព័ត៌មានវិទ្យាវាដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសក្នុងការជួយជំរុញក្នុងការអភិវឌ្ឍប្រទេសឲ្យបានកាន់តែលឿនអញ្ចឹងទន្ទឹមនឹងទោះជាមានបងប្អូនបានចូលរៀន IT ច្រើនក៏ដោយខ្ញុំសង្កេតឃើញថាបងប្អូនដែលបានត្រប់ចោលឬក៏បោះបង់ចោលក្នុងការរៀនមួយឆ្នាំហើយបោះបង់ចោលឬក៏រៀនឆ្នាំ2ឆ្នាំហើយគាត់បោះបង់ចោលអញ្ចឹងធ្វើឲ្យខាតឆ្នាំមែនតើដោយសារអីដោយសារតែគាត់អត់បានដឹងពីព័ត៌មានមុនអត់ដឹងថាគេរៀនបែបណា IT ហ្នឹងគាត់អត់ដឹងថា background ពីគាត់ប៉ុណ្ណាអាចមករៀនប៉ុន IT នឹងបានអញ្ចឹងដើម្បីមានអីដែលវាស់ស្ទង់បានអញ្ចឹងខ្ញុំបង្កើត series ខ្លីមួយនេះគឺEasy IT Journey Series នេះគឺយើងអាចវាស់ស្ទង់បើសិនជាគ្នាយើងអាចរៀននៅក្នុង course មួយនេះមើលទៅវារៀង familiar ជាមួយគ្នាបានអាចមើលទៅយល់បានគ្នាយើងនឹងអាចចូលទៅរៀន IT ដែលមិនមិនរៀនឲ្យបោះបង់ចោល IT ពីព្រោះនៅក្នុង series មួយនេះគឺយើងនិយាយ overall តែម្ដងថាចូលឆ្នាំទី1យើងគ្រូបរៀនយើងពីអីឲ្យយើងស្គាល់ពីអ្វីហើយអ្វីជាកូដអ្វីគឺជាការសរសេរកូដ IT វាមានច្រើនផ្នែកវាមិនមែនមានតែកូដទេវាមានរួមទាំងការ design វាមានរួមទាំង network វាមានទាំង security អញ្ចឹងយើង overall ឲ្យគ្នាយើងឃើញនៅក្នុងនេះយើងបានតម្រង់ទិសគ្នាយើងម៉ោងនេះជាម៉ោងតម្រង់ទិសមួយអញ្ចឹងពីព្រោះយើងចង់តម្រង់ទិសគ្នាយើងឲ្យគ្នាយើងបានដឹងកុំឲ្យគ្នាយើងមកភ្លាមភ្ញាក់មកពីវិទ្យាល័យអត់ដឹងថាជីវិត IT នៅក្នុងសាកលវិទ្យាល័យគេរៀនបែបណាគេឲ្យ research មិនមែនរៀនទៅតាមគ្រូដាក់ឲ្យទេមិនមែនរៀនតែតាមលំហាត់គ្រូដាក់ឲ្យប្រចាំថ្នាក់ទេគឺឲ្យទាមទារឲ្យយើង research បានច្រើនអញ្ចឹងនៅក្នុង series មួយនេះខ្ញុំនឹងសង្ខេបថាឆ្នាំទី1យើងរៀនអីខ្លះដើម្បីឲ្យគ្នាយើងបាន familiar ជាមួយវានៅក្នុង course ដ៏ខ្លីមួយនេះមិនមែនវែងទេវាខ្លីដែរទេអញ្ចឹងគ្រាន់ឲ្យគ្នាយើងដឹងថាអីដែលជា IT អ្វីជាកូដហើយកុំព្យូទ័រដើរលើភាសាបែបណាហើយយើងត្រូវសរសេរកូដហេតុអីបានយើងត្រូវសរសេរកូដអញ្ចឹងខ្ញុំនឹងបញ្ចូលនៅក្នុងនេះទាំងអស់ដែលយើងមានមាតិកាទាំងអស់4ជំពូកដែលក្នុងមួយជំពូកវាអាចមាន4ទៅ5មេរៀនអញ្ចឹងវាអាចធ្វើឲ្យគ្នាយើងទាន់ហើយនៅក្នុងនេះវាចុងក្រោយគឺយើងឲ្យស្គាល់ជាមួយ C programming តែវាមិនមែនជា fully C programming ទេវាគ្រាន់តែជាC programming មួយដែលស្រួល easy សម្រាប់គ្នាយើងដំបូងណាវាមិនមែនទៅចូលទៅគិត logic អីច្រើនពេកទេអញ្ចឹងសង្ឃឹមថា series មួយនេះអាចជួយគ្នាយើងក្នុងការមករៀន IT ឲ្យបានជោគជ័យមានការតម្រង់ទិសត្រឹមត្រូវពីខ្ញុំផ្ទាល់នឹងមានថាបើសិនជាគ្នាយើងចង់ទៅ mobile ទៅធ្វើផ្លូវណាបើសិនជាគ្នាយើងមក web ទៅផ្លូវណាអញ្ចឹងវាមានរួមនៅគ្នានៅក្នុង series មួយនេះតែម្ដងអញ្ចឹង series Easy IT Journey នេះគឺជាវគ្គតម្រង់ទិសមួយសម្រាប់គ្នាយើងក្នុងការគ្នាយើងចាប់ផ្ដើមក្នុងវិថី IT ឲ្យបានជោគជ័យមួយអរគុណច្រើនគ្នាយើងសង្ឃឹមថាគ្នាយើងចូលចិត្តហើយចូលរួមគាំទ្រសាស្ត្រាទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅក្នុងមេរៀន